សកម្មភាពមួយថ្ងៃពេញនៃការវឹកហាត់ក្នុងក្លឹបលោកគ្រូឆ្នាំមានអីខ្លាំងបងជំរាបសួរក៏សួស្ដីពុកម៉ែបងប្អូនដែលស្រឡាញ់និយមគ្រប់គ្រងក្លឹបលោកគ្រូឆ្នាំរាល់ដង admin ធ្លាប់តែចេញវីដេអូនិយាយពីប្រវត្តិកីឡាករក៏ដូចជាសកម្មភាពផ្សេងៗនិងនិយាយពីប្រវត្តិការប្រកួតឬក៏ការប្រកួតចេញរាល់សប្តាហ៍អញ្ចឹងណាតែលើកនេះ admin មករៀងប្លែកតិចហើយនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាសកម្មភាពវឹកហាត់មួយថ្ងៃពេញរបស់ក្លឹបលោកគ្រូឆ្នាំតើនៅក្លឹបលោកគ្រូឆ្នាំវឹកហាត់បែបណាខ្លះបងប្អូនអាចមើលវីដេអូនេះដល់ចប់បានហើយក៏សំខាន់ដែរបងប្អូនវីដេអូនេះគឺសំខាន់ដល់បងប្អូនដែលគាត់ចង់ហាត់បដាល់គាត់អាចមើលវីដេអូនេះបានបើសិនជាធ្វើបានអាហ្នឹងគឺអាចហាត់បានហើយអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនតាទៅទស្សនាវីដេអូទាំងអស់គ្នាពេលព្រឹកគឺយើងត្រូវងើបរត់ពីម៉ោង5កន្លះទៅម៉ោងចន្លោះម៉ោង6បងប្អូនហើយពេលព្រឹកគឺមានជុំធំជុំតូចពេលល្ងាចក៏មានជុំធំជុំតូចដែរអញ្ចឹងពេលព្រឹកជុំធំគឺ10គីឡូជាងពេលព្រឹកពេលជុំតូចប្រហែលជាអាចចន្លោះពី6ទៅ7គីឡូខ្ញុំអត់សូវច្បាស់ដែរបងប្អូនទីមុននឹងទៅរត់បងប្អូនត្រូវទីសរសៃទីអីលេងរួមឲ្យវាសរសៃទៅសូមយើងដើរសិនហើយបានចេញទៅរត់បន្ទាប់មកពីរត់វិញគឺត្រូវលោតខ្សែក៏ដូចជាលោតលើកង់ឡានអញ្ចឹងណាបងប្អូនដូចខ្ញុំដាក់នៅក្នុងវីដេអូនេះអញ្ចឹងបន្ទាប់ពីលោតខ្សែលោតអីមកទឹកហើយបានយល់ទៅនៅក្លឹបក្នុងក្លឹបគាត់លោកគ្រូគាត់មានម៉ោងកំណត់អញ្ចឹងណាមកទឹកអញ្ចឹងណាបន្ទាប់ពីលោតខ្សែលោតអីលោតកង់ឡានហើយអញ្ចឹងទៅក៏នាំគ្នាទៅរុំដៃចាប់ដើមរុំដៃរួចរាល់ហើយទៅវាយដៃនៅខាងមុខបងប្អូនដូចខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងអញ្ចឹងវាយដៃមកទឹកអញ្ចឹងហើយបងប្អូននាំគ្នាក្រោយពីវាយដៃមកទឹកហើយចាប់ដើមឡើងសមគ្នាបងប្អូនសមគ្នាអ្នកសមគ្នានឹងក្រោមទៅអ្នកទៅលើទៅអញ្ចឹងណាពេលណាសិស្សច្រើនអញ្ចឹងទៅយើងចង្អៀតគ្នាទៅតែពេលសិស្សរៀងតិចអញ្ចឹងទៅរៀងទលីអញ្ចឹងណាបងប្អូនបន្ទាប់ពីសមគ្នាមកទឹកពីទឹកអញ្ចឹងទៅលោកគ្រូគាត់ចាប់ដើមបែងចែកអ្នកណាត្រូវប្រកួតអាទិត្យហ្នឹងអ្នកណាមិនទាន់ប្រកួតលោកគ្រូបែងចែកហើយអញ្ចឹងអ្នកណាដែលត្រូវប្រកួតអាទិត្យហ្នឹងគឺត្រូវចូលស៊ីបអញ្ចឹងណាបងប្អូនចូលស៊ីបមកទឹកពីទឹកអញ្ចឹងទៅចូលស៊ីបកីឡាករដែលត្រូវប្រកួតចូលស៊ីបអ្នកដែលត្រូវប្រកួតលេងដៃមុខឬក៏សមគ្នាអញ្ចឹងទៅបងប្អូនក្រោយពីចូលស៊ីបនិងសមគ្នារួចរាល់ហើយបន្តមកទៀតគឺចាប់ដើមលោកគ្រូគាត់ឲ្យវាយខ្យល់មកទឹកអញ្ចឹងណាបងប្អូនវាយខ្យល់ចាប់ជង្គង់ចាប់អីអញ្ចឹងទៅហើយក្រោយពីវាយខ្យល់ហើយក៏មានការទាត់បើសាក់មានការឡំជង្គង់អញ្ចឹងទៅបងប្អូនហើយរួចរាល់សកម្មភាពរួចរាល់ពេលល្ងាចហើយសកម្មភាពវឹកហាត់រួចរាល់ហើយល្ងាចឡើងត្រូវលេងសាច់ដុំមិនថាព្រឹកមិនថាល្ងាចទេបងប្អូនគឺត្រូវកីឡាករគឺត្រូវលេងសាច់ដុំទាំងអស់គ្នាដើម្បីឲ្យរាងកាយមាំមួនដើម្បីឲ្យភាពធន់បងប្អូនតែឆ្ងល់ថាក្លឹបលោកគ្រូឆ្នាំហេតុអីមានកីឡាករធន់និងស៊ូស្វិតល្អម្ល៉េះដែលមូលហេតុនេះឲ្យបងប្អូនដែលសិស្សលោកគ្រូឆ្នាំគាត់មានកីឡាករដែលរាងកាយល្អនិងភាពធន់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនបាច់ឆ្ងល់នេះទេហេតុអីបានសិស្សលោកគ្រូឆ្នាំដល់ពេលបន្ទាប់ពីលេងសាច់ដុំទៅមានអ្នកលេងសាច់ដុំមានអ្នកអូកង់ឡានមានអ្នកឡើងពួរមានអ្នកអីលេងចលនាជើងអីចឹងណាបងប្អូនអានោះសម្រាប់សិស្សដែលវឹកហាត់ចាស់ដែរអញ្ចឹងណាដែលអាចធ្វើបានបើសម្រាប់សិស្សថ្មីគឺលេងអ្វីដែលគាត់អាចលេងបានអញ្ចឹងណាបងប្អូនព្រោះសិស្សថ្មីគាត់មិនអាចធ្វើដូចសិស្សដែលចាស់បានទេព្រោះគាត់ថ្មីថ្មោងអញ្ចឹងនេះគឺជាសកម្មភាពនៅក្នុងក្លឹបការវឹកហាត់នៅក្នុងក្លឹបបងប្អូនអញ្ចឹងបងប្អូនបែរឆ្ងល់ទេថាហេតុអីបានសិស្សលោកគ្រូឆ្នាំម្នាក់មានភាពធន់និងស៊ូស្វិតអញ្ចឹងណាដោយសារតែការវឹកហាត់និងពង្រឹងសមត្ថភាពនិងការគោរពវិន័យហើយក្លឹបលោកគ្រូគឺមានវិន័យច្បាស់លាស់និងការវឹកហាត់ច្បាស់លាស់មិនមែនថាក្លឹបគេអត់មានទេបងប្អូនក្លឹបគេក៏មានដូចគ្នាដែរតែនេះគឺជាវិន័យនិងការវឹកហាត់នៅក្នុងក្លឹបលោកគ្រូឆ្នាំអញ្ចឹងបងប្អូននេះជាសកម្មភាពមួយថ្ងៃពេញរបស់ក្លឹបលោកគ្រូឆ្នាំគឺមានសកម្មភាពការវឹកហាត់បែបហ្នឹងបងប្អូន